អូនឈប់យល់ច្រឡំទៀតទៅថាកែប្រែដីកាត់ដីឲ្យគេអីនេះស្ដាប់សារនេះទៅបងប្អូនស្ដាប់សារនេះដឹងហើយរាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ចំពោះការកែប្រែព្រំដែនណាមួយដោយការប្រើប្រាស់កម្លាំងយោធានោះឡើយយោងទៅលើសេចក្តីប្រកាសរួមនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូត GBC រវាងកម្ពុជាថៃនៅថ្ងៃ27ធ្នូឆ្នាំ2025កិច្ចព្រមព្រៀងអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិនានាឯកឧត្តមបានបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញនៅក្នុងសិទ្ធិសារព័ត៌មាននៅព្រឹកថ្ងៃទី2មករាឆ្នាំ2026ដោយអះអាងថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការការពារព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមហើយយោធាថៃត្រូវតែគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់ព្រំដែនដោយមិនមានការកែប្រែការគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនកម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនិងកិច្ចព្រមព្រៀងនានាត្រូវចាត់ទុកថាជាសកម្មភាពខុសច្បាប់និងរំលោភបំពានទៅលើកិច្ចព្រមព្រៀងបទចុះបាញ់យ៉ាងណាសម្រាប់លោកប៉ែនបូណាបានបញ្ជាក់ប្រាប់ជនរួមជាតិផងដែរថាអ្វីដែលយើងបានឃើញនៅតាមព្រំដែនឬតាមបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនមិនមែនជាការកំណត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេដូច្នេះត្រូវរងចាំគណៈកម្មាធិការជំនាញបច្ចេកទេសរវាងប្រទេសទាំងពីរចូលបោះវែងសិនទើបយើងកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិមិនហើយឈប់យល់ច្រឡំទៀតទៅមិនមែនកាត់ដីឲ្យគេឬក៏ដូរដោះអីទេណាឈប់យល់ច្រឡំទៀតទៅបងប្អូនណាមិនយល់អាចស្ដាប់សារនឹងចោះឡើងទៅនឹងយល់ហើយមិនមែនបងប្អូនគិតថាអូបាត់ដីទៅគេអីគេហើយគេឃើញគេដាក់លបងដាក់អីដាក់លួសបន្លាដាក់កុងតឺន័រអីបងប្អូនស្ដាប់សារនឹងហើយបងប្អូនយល់ហើយ